មានរឿងនិទានមួយនៅសម័យបុរាណនៅពេលដែលពិភពលោកនៅមានទេវតានិងយក្សរស់នៅរួមគ្នានៅលើភ្នំខ្ពស់បំផុតដែលមានឈ្មោះថាភ្នំសុវណ្ណាមានវាំងមួយធំស្អាតហៅថាវាំងពន្លឺអមតៈនៅទីនោះរស់នៅទេវតាមួយអង្គឈ្មោះធរណីដែលជាទេវតានៃធម្មជាតិនិងជាអ្នកកាន់កាប់អំណាចនៃពន្លឺទឹកនិងដើមឈើទាំងអស់ធរណីមានរូបស្អាតសក់វែងពណ៌មាសនិងពាក់សំពត់ពណ៌បៃតងភ្លឺគាត់តែងតែប្រើអំណាចរបស់ខ្លួនដើម្បីរក្សាសន្តិភាពនិងសុខុមាលភាពរបស់ពិភពលោកមួយថ្ងៃមានយក្សមួយអង្គឈ្មោះគីរីដែលជាយក្សនៃភ្នំនិងថ្មបានឡើងទៅវាំងពន្លឺអមតៈគីរីមានរូបខ្ពស់ធំសាច់ឈើពណ៌ប្រផេះភ្នែកក្រហមភ្លឺនិងមានកម្លាំងខ្លាំងបំផុតគាត់មិនពេញចិត្តនឹងការរស់នៅលើភ្នំធម្មតាទេគាត់ចង់បានអំណាចទាំងអស់ដើម្បីធ្វើជាម្ចាស់លើពិភពលោកគីរីបាននិយាយទៅកាន់ធរណីដោយសំឡេងខ្លាំងធរណីអ្នកគ្រប់គ្រងពន្លឺនិងធម្មជាតិតែម្នាក់ឯងយូរពេកហើយខ្ញុំជាយក្សនៃភ្នំខ្ញុំគួរតែមានសិទ្ធិកាន់កាប់អំណាចនេះបើអ្នកមិនចង់ប្រគល់ឲ្យខ្ញុំទេខ្ញុំនឹងប្រើកម្លាំងរបស់ខ្ញុំដើម្បីយកមកវិញធរណីសោយស្ងប់ហើយឆ្លើយគីរីអំណាចមិនមែនជារបស់ដែលអាចយកបានដោយកម្លាំងទេវាត្រូវបានប្រគល់ឲ្យដោយធម្មជាតិដើម្បីរក្សាតុល្យភាពបើអ្នកចង់បានអំណាចអ្នកត្រូវបង្ហាញថាអ្នកសមនឹងវាគីរីខឹងខ្លាំងហើយបានប្រើអំណាចរបស់ខ្លួនគាត់បានលើកភ្នំធំឡើងហើយបោះទៅលើវាំងដើមឈើរលំទន្លេស្ងួតនិងពន្លឺនៃពិភពលោកក៏រសាត់បាត់ធរណីបានប្រើអំណាចរបស់ខ្លួនដើម្បីការពារគាត់បានបង្កើតខ្យល់ខ្លាំងទឹកភ្លៀងធ្លាក់និងឫសដើមឈើដែលរកចេញពីដីដើម្បីចងយក្សការប្រយុទ្ធរវាងទេវតានិងយក្សបានកើតឡើងយ៉ាងខ្លាំងក្លាភ្នំរលំមេឃងងឹតនិងដីរញ្ជួយប៉ុន្តែនៅទីបញ្ចប់ធរណីបានប្រើពន្លឺអមតៈដែលលាក់ទុកនៅក្នុងបេះដូងរបស់ខ្លួនពន្លឺនោះបានរុំព័ទ្ធគីរីហើយប្រែការខឹងរបស់យក្សទៅជាថ្មគីរីបានក្លាយទៅជាភ្នំធំមួយដែលឈរស្ងៀមនៅក្បែរវាំងធរណីបានស្ដារធម្មជាតិឡើងវិញប៉ុន្តែគាត់មិនបានសម្លាប់គីរីទេគាត់បាននិយាយថាអំណាចដែលបានមកពីកម្លាំងតែមួយគត់នឹងតែងតែនាំមកនូវការបំផ្លាញតែអំណាចដែលបានមកពីប្រាជ្ញានិងការគោរពតុល្យភាពនឹងរក្សាពិភពលោកឲ្យសុខសាន្តពីពេលនោះមកភ្នំដែលធ្លាប់ជាយក្សគីរីបានក្លាយទៅជាអ្នកការពារវាំងពន្លឺអមតៈហើយធរណីនៅតែបន្តគ្រប់គ្រងអំណាចដោយប្រាជ្ញាមិនមែនដោយកម្លាំងរឿងនេះប្រាប់យើងថាអំណាចពិតមិនមែនស្ថិតនៅក្នុងការដណ្ដើមយកមកវិញដោយកម្លាំងនោះទេប៉ុន្តែស្ថិតនៅក្នុងការរក្សាតុល្យភាពនិងការប្រើប្រាស់វាដោយប្រាជ្ញា